សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះដែរខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងរបៀបនៃការផ្លាស់ប្ដូរឈ្មោះ Gmail មានន័យថានៅពេលដែលយើងចូល Google Meet ឬក៏ចូល Google Classroom អីផ្សេងវាលោតឈ្មោះផ្សេងអញ្ចឹងដើម្បីប្ដូរឈ្មោះនឹងឲ្យក្លាយជាឈ្មោះយើងគឺយើងអាចប្ដូរតាមរបៀបនេះបានដើម្បីផ្លាស់ប្ដូរឈ្មោះហ្នឹងគឺយើងអាចចូលទៅតាមកម្មវិធីទាំងអស់នេះបានតែដើម្បីងាយស្រួលគឺខ្ញុំសូមចូលទៅតាមកម្មវិធី Try ដើម្បីផ្លាស់ប្ដូរឈ្មោះអញ្ចឹងខ្ញុំបើកលើកម្មវិធី Try បន្ទាប់មកនឹងចេញផ្ទាំងនេះអញ្ចឹងយើងចុចខាងលើពេលខ្លះអាចចេញជារូប profile របស់យើងបើសិនបើយើងបានតាំងហើយពេលខ្លះទៀតវាមានលក្ខណៈជាអក្សរអង់គ្លេសអក្សរកាត់ចុចត្រង់ចំណុចហ្នឹងមកហើយបន្ទាប់មកនឹងចេញផ្ទាំងនេះអញ្ចឹងកន្លែងខាងលើនេះគឺជាឈ្មោះអញ្ចឹងវានឹងបង្ហាញឈ្មោះនៅកន្លែងនេះបើសិនបើឈ្មោះខុសយើងអាចផ្លាស់ប្ដូរបានឥឡូវឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះបែបហ្នឹងហើយខ្ញុំចង់បដូរដាក់ឈ្មោះផ្សេងទៀតខ្ញុំចង់បដូរដាក់ឈ្មោះផ្សេងអញ្ចឹងខ្ញុំចុចmanager your Google account នេះអញ្ចឹងយើងចុចកន្លែង personal info ដើម្បីចូលទៅកែឈ្មោះខ្ញុំចុចកន្លែង personal info ហើយបន្ទាប់មកនឹងចេញផ្ទាំងនេះអញ្ចឹងកន្លែង name គឺយើងអាចបដូរឈ្មោះបានហើយគឺចុចទៅកន្លែងហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងចុចកន្លែង name ហើយនឹងចេញប្រអប់នេះអញ្ចឹងយើងអាចទៅសេឈ្មោះយើងចូលមកហើយបន្ទាប់ពីទៅសេហើយគឺយើងចុច save ខាងក្រោមបន្ទាប់មកយើងចុចថយក្រោយហើយចាំយើង refresh មួយទៅដើម្បីឲ្យខាងក្រុមហ៊ុនដំណើរការផ្លាស់ប្ដូរឈ្មោះយើងបានអញ្ចឹងរបៀបនៃការផ្លាស់ប្ដូរឈ្មោះគឺមានប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទស្សនា